ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft បានបាត់បង់តម្លៃទីផ្សាររហូតដល់$357,000 លានក្នុងមួយថ្ងៃជាការធ្លាក់ចុះភាគហ៊ុនខ្លាំងបំផុតចាប់តាំងពីឆ្នាំ2020ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft បានប្រកាសពីការធ្លាក់ចុះតម្លៃភាគហ៊ុនយ៉ាងគំហុកនៅថ្ងៃទី29ខែមករាឆ្នាំ2026បណ្ដាលឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនបាត់បង់ប្រហែល$357,000 លានក្នុងមួយថ្ងៃតែប៉ុណ្ណោះដែលជាការធ្លាក់ចុះធំបំផុតមួយនៅក្នុងប្រវត្តិ Wall Street និងធ្ងន់ធ្ងរបំផុតសម្រាប់ Microsoft ចាប់តាំងពីសម័យ COVID-19 ឆ្នាំ2020បើតាមការចេញផ្សាយបានឲ្យដឹងថាភាគហ៊ុនរបស់ Microsoft បានធ្លាក់ចុះប្រហែលជា 10% ក្នុងមួយថ្ងៃបណ្ដាលឲ្យតម្លៃទីផ្សារត្រូវបានកាត់បន្ថយយ៉ាងច្រើនជាមួយគ្នានេះការលក់ភាគហ៊ុនបានកាត់ឡើងទោះបីជាក្រុមហ៊ុនរាយការណ៍នៅលទ្ធផលហិរញ្ញវត្ថុខ្លាំងនិងលើសការរំពឹងទុករបស់ទីផ្សារក៏ដោយដូច្នេះសំណួរបានចោទសួរឡើងថាហេតុអ្វីវិនិយោគិនលក់ភាគហ៊ុនចម្លើយគឺដោយសារតែចំណាយធំទៅលើ AI និងមជ្ឈមណ្ឌលទិន្នន័យពល Microsoft បានបង្ហាញថាកំពុងវិនិយោគយ៉ាងច្រើនទៅលើបច្ចេកវិទ្យា AI និង Cloud ដែលធ្វើឲ្យវិនិយោគិនមានការព្រួយបារម្ភអំពីប្រាក់ចំណេញនាពេលអនាគតកំណើន Azure យឺតជាងការរំពឹងដោយផ្នែកសេវាកម្ម Cloud Azure ដែលជាមូលដ្ឋានប្រាក់ចំណេញសំខាន់គឺមានកំណើនយឺតជាងអ្វីដែលទីផ្សាររំពឹងទុកដូច្នេះទស្សនៈទូទៅបង្ហាញថាទីផ្សារគឺមានភាពអត់ធ្មត់តិចចំពោះការចំណាយធំៗខណៈកំណើនមិនឆាប់ដូចដែលរំពឹងគួរជម្រាបផងដែរថាការធ្លាក់ចុះរបស់ Microsoft ក៏ប៉ះពាល់ដល់ទីផ្សារធំៗដូចជា Nasdaq និង S&P 500 ផងដែរទោះបីជាមានការធ្លាក់ចុះបែបនេះ Microsoft នៅជាក្រុមហ៊ុនដែលមានប្រាក់ចំណេញខ្លាំងប៉ុន្តែការបាត់បង់តម្លៃក្នុងមួយថ្ងៃបង្ហាញថាទីផ្សារមានភាពរសើបខ្លាំងចំពោះលទ្ធផល AI និង Cloud ការបាត់បង់តម្លៃប្រហែល$357,000 លាននេះគឺជាក្នុងចំណោមការបាត់បង់ធំបំផុតក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនមួយនិងត្រូវបានរាយការណ៍ថាគឺជាអន្តរាយធំបន្ទាប់ពីករណី Nvidia មុននេះ